អាមេរិកដាក់ទៅកម្ពុជាចំហ្មងទាំងអង្គការសហប្រជាជាតិទាំងអាមេរិកសុទ្ធតែកោតទោសរដ្ឋាភិបាលកម្ពុជាអន់ចិត្តមិនសប្បាយចិត្តខឹងសម្បាអាហ្នឹងគេមិនមែនខឹងនឹងប្រជាជនខ្មែរទេគេខឹងនឹងប្រទេសយើងក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាណាហើយគណៈបកប្រជាជនកម្ពុជានឹងយកប្រជាពលរដ្ឋ18លានអ្នកជាចំណាប់ខ្មាំងដល់ពេលអាមេរិកគេប៉ះពាល់អីជាមួយកម្ពុជាប៉ះពាល់មុខមាត់អ្នកណាគឺប៉ះពាល់មុខមាត់ជាតិសាសន៍យើងទាំងមូលដោយទាំងគណៈបកប្រឆាំងគណៈបកមិនប្រឆាំងគណៈបកកាន់អំណាចនិងគណៈបក7អំពែកគណៈបកអីក៏ដោយប្រជាពលរដ្ឋខ្មែរទាំងអស់សុទ្ធតែរងផលប៉ះពាល់នៃទង្វើរបស់រដ្ឋាភិបាលហើយអាមេរិកគេជំហររបស់អាមេរិកគឺខ្ញុំសូមអានសេចក្តីរាយការណ៍ថ្លែងការណ៍តាមពិតចេញ8 9ម៉ោងហើយទេគាត់ថាក្រសួងការបរទេសអាមេរិកហ្នឹងគឺថាកម្ពុជាយើងនឹងខ្វះការទទួលខុសត្រូវហើយចោទអាមេរិកទាំងបំពេញករណីរឿងលោកកឹមសុខានេះគឺជាខ្លឹមសារទាំងស្រុងដែលខ្ញុំសូមបកស្រាយបកប្រែជូនដូចតទៅហើយសារនេះគឺចេញដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកគឺលោក Thomas Piggott គេហៅគាត់ Tommy ហ្នឹងសហរដ្ឋអាមេរិកខកចិត្តនឹងការសម្រេចតម្កល់ទោសលោកកឹមសុខាខកចិត្តអន់ចិត្តនឹងការតម្កល់គេនៅស្រុកគេនោះសោះអារឿងកាត់ទោសលោកកឹមសុខានៅអាមេរិកឲ្យនៅស្រុកខ្មែរឲ្យអាមេរិកខកចិត្តតែសហរដ្ឋអាមេរិកខកចិត្តនឹងការសម្រេចតម្កល់ទោសលោកកឹមសុខាមិនតែប៉ុណ្ណោះការចោទប្រកាន់សហរដ្ឋអាមេរិកថាជួយចូលដៃឬក៏ថាចូលដៃក្នុងផែនការប្រឆាំងរដ្ឋាភិបាលកម្ពុជានោះគឺជាការអះអាងខុសស្រឡះនិងខ្វះការទទួលខុសត្រូវពាក្យនេះធ្ងន់ណាស់ជាភាសាការទូតគឺពាក្យនេះស្ទើរតែដូចជាចាស់កំភ្លៀងយើង4 10ដៃចឹងបងប្អូនព្រោះអីពាក្យថាចោទប្រកាន់ខុសស្រឡះភាសាអង់គ្លេសនៅក្នុងន័យសង្កត់ធ្ងន់តែចោទគេទាំងបំពេញគឺចោទគេខុសស្រឡះនឹងបានន័យថាម៉េចជាជាតិសាសន៍មួយជាប្រទេសមួយយើងតែចោទគេអញ្ចឹងទាំងបំពេញទី2គេថាយើងខ្វះការទទួលខុសត្រូវតើយើងជារដ្ឋាភិបាលអីទៅនៅពេលដែលរដ្ឋាភិបាលមួយហៅយើងថាជារដ្ឋាភិបាលខ្វះការទទួលខុសត្រូវនេះបានន័យថាម៉េចបើយើងនៅក្នុងគ្រួសារបើម៉ែឪខ្វះការទទួលខុសត្រូវកូននឹងយ៉ាងម៉េចបងប្អូនគឺវារញ៉េរញ៉ៃរហេករហាចអត់មានការគ្រប់គ្រងបានត្រឹមត្រូវទេព្រោះយើងខ្វះការទទួលខុសត្រូវក្នុងនាមជាឪពុកម្ដាយយើងមិនអាចគ្រប់គ្រងបីបាច់ថែរក្សាកូនឲ្យបានកូននឹងមានសុជីវធម៌កូននឹងចេះទំនៀមទម្លាប់ប្រពៃណីក្បួនសិលធម៌អីឬដូចថានិយាយទៅគឺយើងខ្វះការទទួលខុសត្រូវក្នុងនាមជាអាណាព្យាបាលប៉ុន្តែខ្វះការទទួលខុសត្រូវក្នុងនាមជារដ្ឋអធិបតេយ្យហើយតែចោទប្រទេសដទៃមួយថាសុំកលុំខុបខិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលឥឡូវអាមេរិកគេមកប្រាប់យើងវិញថាយើងខ្វះការទទួលខុសត្រូវចោទគេតាមបំពេញមានន័យថាម៉េចបងប្អូនគឺមានន័យថាគេបដៅយើងគេថាយើងហ្នឹងគឺដូចបងប្អូនយើងដូចគេថាបើផឹកស៊ីឲ្យមានការទទួលខុសត្រូវបានន័យថាម៉េចបើស្រវឹងកុំបើកបរហើយបើបើកបរកុំស្រវឹងហើយដល់ពេលយើងខ្វះការទទួលខុសត្រូវបានន័យថាយើងស្រវឹងយើងទៅបើកបរគឺយើងបំពេញគ្រប់យ៉ាងអាហ្នឹងគេចោទរឿងខ្វះការទទួលខុសត្រូវហ្នឹងគឺអញ្ចឹងយើងធ្វើអីក៏ដោយគឺប្រកបដោយការទទួលខុសត្រូវហ្នឹងគឺបើថាទទួលទានសូរ៉ាប្រកបដោយការទទួលខុសត្រូវបានន័យថាមួយក្រេបបន្តិចបន្តួចដើម្បីសុខភាពមិនមែនផឹកតធ្លាក់ភ្នែកទេអាហ្នឹងខ្វះការទទួលខុសត្រូវហើយផឹកតឲ្យគេសែងផឹកដើរខ្លួនឯងផឹកធ្វើអីណាអាហ្នឹងខ្វះការទទួលខុសត្រូវហើយអញ្ចឹងនៅក្នុងនេះគឺគេមើងងាយយើងបងប្អូនគេថាយើងនឹងខ្វះការទទួលខុសត្រូវហើយចាំខ្ញុំពន្យល់អំពីផលវិបាកបងប្អូនខ្លះថាមិនផេះទេឮតែថាកោកសឹកមាត់តដោកឆ្អែតតពុះកបីចាំខ្ញុំពន្យល់សាររបស់សហរដ្ឋអាមេរិកបន្តទៀតថាយើងសូមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាធានាសេរីភាពឲ្យប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធីនិងសិទ្ធិបញ្ចេញមតិដោយសេរីហើយអំពាវនាវឲ្យដោះលែងអ្នកទាំងឡាយដែលជាប់ឃុំដោយអយុត្តិធម៌រួមទាំងលោកកឹមសុខាផងតើរដ្ឋាភិបាលបរទេសមួយគេមកប្រាប់យើងឲ្យយើងធានាសិទ្ធិប្រមូលផ្ដុំតើគេចោទយើងទាំងបំពេញឬក៏យ៉ាងម៉េច
យើងអីរដ្ឋអធិបតេយ្យគេមួយគេធ្វើអីគេដឹងរបស់គេហេតុអីបានជាអាមេរិកឯណាមកចេះប្រាប់យើងឲ្យយើងធ្វើនេះធ្វើនោះបានន័យថាយើងបំពេញរដ្ឋធម្មនុញ្ញកម្ពុជាតាក់ទងនឹងសិទ្ធិសេរីភាពនៅក្នុងការជួបជុំសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពក្នុងការធ្វើបាតកម្មដើម្បីតវ៉ាអំពើអយុត្តិធម៌សង្គមយើងប្រក្រាបយើងវាយហើយធ្វើវាយប្រហែលថ្ងៃនេះបាច់ក្បាលចិនអស់3នាក់ដេនឹងប្រហែលធ្នេឲ្យរៀងកើកាលមុនមកហ្នឹងសិនអ្នកជំនាញហ្នឹងហើយស្គាល់ខ្មែរស្ដាងពេកហើយតាទុលពធហើយតលាក់បាតហើយហក់ធាក់ឲ្យញោមអត់មានខន្តីទៀតទេព្រោះវាច្រើនពេកកាលមុនចេះអោបកសោបទៅព្រោះធ្វើម៉េចបើយើងទៅអោបចិនដល់ពេលឥឡូវវាទឹកចូលច្រមុះហើយអត់ទេសក់ណាក្បាលណាណាត្រូវប្រលះទៅលក់រសជាតិតំបងខ្មែរនឹងផ្អើលពេញពិភពលោកឲ្យគេដឹងថាយើងហឹង្សាអត់ចោលទេឈាមជ័រខ្មែរក្រហមនៅឆ្អត់ក្រហមឆ្អិនឆ្អៅនៅក្នុងមន្ត្រីរាជការកងសន្តិសុខរបស់យើងណាស្ដាយ50ឆ្នាំហើយយើងគឺនៅសាហាវខុសខើព្រៃផ្សៃដែលគេទៅដើរដល់ឋានប្រច័ណ្ឌអស់ហើយគេផលិតបរមាណូគេផលិតយានអវកាសឥឡូវ AI ហ្នឹងគេចាប់ផ្ដើមនៅញូវយ៉កអីគេធ្វើតេស្តអាឡានប្រើប្រព័ន្ធ drone ហ្នឹងដើម្បីតាក់ស៊ីដឹកមនុស្សចេញពីកណ្ដាលក្រុងញូវយ៉កទៅពលានយន្តហោះតែ7នាទីដែលរាល់ដងជិះដល់ទៅជិត1ម៉ោងគេដើរដល់ណាអីឯងទៅមកនៅវៃគ្នាបែកក្បាលនឹងដែរឡើយឥឡូវរឿងនេះគឺខ្ញុំស្លេះត្រឹមប៉ុណ្ណឹងអញ្ចឹងអាមេរិកគឺគេបានប្រាប់ហើយថាគេមិនសប្បាយចិត្តគេខឹងនឹងយើងពួកយើងចោទគេទាំងបំពេញទី1ទី2គឺយើងខ្វះការទទួលខុសត្រូវក្នុងនាមជាជាតិសាសន៍មួយខ្ញុំខ្មាស់គេជំនួសព្រោះយើងមិនដឹងមានមុខមាត់អីទៅប្រាប់គេទេនៅពេលដែលរដ្ឋាភិបាលប្រទេសជាធិបតេយ្យមួយមកប្រាប់យើងថាជាប្រទេសខ្វះការទទួលខុសត្រូវចាឥឡូវឧទាហរណ៍បងប្អូនបើយើងរត់តាក់ស៊ីខ្ញុំនិយាយឲ្យងាយស្ដាប់បងប្អូនច្រើនណាស់សួរខ្ញុំបានផេះអីទេអាមេរិកឬសូស្រែកតែចឹងកោកសឹកមាត់តដោកឆ្អែតតពោះកបីឥឡូវបងប្អូនអ្នករត់តាក់ស៊ីហើយទៅខ្ញុំជាអ្នកជិះតាក់ស៊ីហ្នឹងរថយន្តឈ្នួលណាហើយទាំងអស់គ្នាមើលមកយើងឃើញថាអ្នកបើកហ្នឹងគឺប្រាច់ព្រលឹងទេអត់ទទួលខុសត្រូវទេហើយទៅតើយើងគិតថាបន្តិចទៀតបានដាច់ពោះងាប់ព្រោះដោយសារអីមនុស្សគេបរវាជាឆ្ងាយគេមិនជិះឡានយើងទេព្រោះអីបានគេមិនជិះព្រោះគេដឹងថាយើងអត់ទទួលខុសត្រូវចឹងបើទៅវាមិនដឹងទៅណាបើកទៅទិសដៅស្រួលបួលទៅប្រាក់លោកឯណាហ្នឹងធ្វើម៉េចទៅព្រោះយើងសិតតែផ្ដាច់ព្រលឹងសិតតែអីហើយអត់ការទទួលខុសត្រូវផឹកសវឹងបើកបរអីចឹងទៅឧទាហរណ៍អញ្ចឹងសួរថាផលវិបាកគឺបានទៅអ្នកណាគឺផលវិបាកគឺបានតែកង់ឡានតាក់ស៊ីគាត់រកស៊ីនឹងគាត់លែងបានទទួលទានណាហើយវាចៃដន្យអីទៅកង់តាក់ស៊ីយើងនៅកម្ពុជាហ្នឹងមិនមែនមានមាត់មួយចាំអង្គុយហូបទេណាគឺយើងមានកូនមកសបុកនៅផ្ទះទៀតហ៎គឺប្រជាប្រដ្ឋខ្មែរទាំង18លានអ្នកហ្នឹងដែលយើងជាអ្នកកាន់ចកោតឡានតាក់ស៊ីហ្នឹងគឺយើងមានកូនចៅរហឹងចាំហូបពីការរលបទទួលទានពីរបររថតាក់ស៊ីរបស់យើងហ្នឹងដើម្បីបានលុយបានប្រាក់ចំណូលទៅយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារឥឡូវគេប្រាប់ថាគេលែងចង់ជិះឡានហ្នឹងហើយយើងខ្វះការទទួលខុសត្រូវតើយើងនឹងប៉ះពាល់ដល់កូនចៅយើងទាំងអស់គ្នានោះដែលកំពុងតែរហឹងចាំមើលការដែលបញ្ចុកពីយើងនេះហើយយើងអត់ដែលឲ្យកូនហ្នឹងអាចនឹងរកខ្លួនឯងបានទៀតក្រៅតែពីឪម៉ែឲ្យត្រីហូបហ្នឹងគឺកូនដាច់ពោះងាប់អានេះគឺជាផលវិបាកដែលងាយយល់បំផុតសម្រាប់បងប្អូនដែលយល់ថាបានប្រយោជន៍អីឃើញថាគ្មានបានផេះអីទេឥឡូវខ្ញុំស្រង់មតិបងប្អូនជាច្រើនដែលលើកឡើងមកគាត់ថាពលរដ្ឋខ្មែរយើងហ្នឹងគឺមួម៉ៅក្តៅក្រហាយនឹងសហគមន៍អន្តរជាតិដែលបានតថាហើយខ្ញុំស្រង់សម្ដីដោយខ្ញុំមិនលើកឈ្មោះទេដោយសារអីការដែលមិនលើកឈ្មោះនេះគឺដើម្បីរក្សាសុវត្ថិភាពពួកគាត់ផងអ្នកខ្លះគាត់និយាយថាបានតែស្រែកជំទាវពីក្រៅតាមពិតអ្នកដែលនិយាយបែបនេះមិនមែនអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាទេគឺអ្នកមិនពេញចិត្តរដ្ឋាភិបាលតែមកមួម៉ៅរឿងអាមេរិកឬក៏សហគមន៍អន្តរជាតិហ្នឹងថាមែនតែអត់ដាក់ទណ្ឌកម្មថាមែនតែមិនធ្វើអីលោកហ៊ុនសែនឬក៏អ្នកដែលគ្រប់គ្រងរដ្ឋាភិបាលសប្ងៃហ្នឹងអ្នកខ្លះថាលឺឡើងស្វាំคล้ายទៅជាអង្គតិកទៅហើយដែលដោះលែងអត់លក្ខខណ្ឌដោះលែងអត់លក្ខខណ្ឌបានតែជំទាវនៅតែអាមេរិកហ្នឹងឯងគ្មានបានធ្វើអីកម្ពុជាបែកផងណាគេចោតយើងអញ្ចឹងខ្មែរយើងហ្នឹងពេលខ្លះគាត់មួម៉ៅក្តៅក្រហាយសំតាមពិតខ្ញុំយល់ដែរអារម្មណ៍ហ្នឹង
ព្រោះគ្នាសង្ឃឹមចុះសង្ឃឹមឡើងដូចនៅអ៊ីរ៉ង់នៅវេណេស៊ុយអេឡាអីគេទៅកបួចម៉ាឌូរ៉ូគេទៅអីអញ្ចឹងទៅនៅកម្ពុជាឮតែកោលទោសឮតាស្អីស្អីចឹងទៅដល់ចុងក្រោយអាដែលឆ្នាំណាក៏ដូចឆ្នាំណាអ្នកខ្លះទៀតខាងមើលអ៊ីរ៉ង់មើលវេណេស៊ុយអេឡាបើគេនិយាយតែមាត់ចឹងប្រទេសនេះមិនរៀងទេប៉ុន្តែគេនិយាយឲ្យគេធ្វើអញ្ចឹងសូមឲ្យអាមេរិកកុំនិយាយអត់ធ្វើតែអាមេរិកមានបានពមៀនដាក់ទណ្ឌកម្មកម្ពុជាណាកាអាមេរិកគ្រាន់មិនសบายចិត្តខឹងនឹងកម្ពុជារឿងចោតអាមេរិកប្រទេសផ្ដាស់តែចាំខ្ញុំនិយាយពីទណ្ឌកម្មដែរហើយមានថាអ្នកខ្លះគេថាអាភាសាការទូតប៉ុណ្ណឹងកម្ពុជាយើងដឹងរក្សាទំនាក់ទំនងការទូតមួយអាមេរិកមិនបានទេអីចឹងណាបងប្អូនឥឡូវនិយាយពីផលវិបាកខ្ញុំវិញនិយាយខ្លីឥឡូវមុននឹងនិយាយផលវិបាកនេះហើយនឹងនិយាយអំពីប្រជាពលរដ្ឋមួម៉ៅក្តៅក្រហាយនេះខ្ញុំសូមអានសេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលក៏ថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែរតាក់ទងនឹងរឿងសំណុំរឿងលោកកឹមសុខានេះតាមពិតខ្ញុំបានផ្សាយបងប្អូនឃើញវីដេអូហ្នឹងខ្ញុំបានបកប្រែហើយបញ្ចូលសំឡេងទៅឲ្យបងប្អូនបានស្ដាប់គ្រប់គ្នាប៉ុន្តែខ្ញុំចង់អានសារនេះឡើងវិញដែលជាការអានរបស់អ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជំនួសមកឲ្យប្រធាននៃឧត្តមស្នងការនេះគឺលោក Volker Turk ហើយទៅនេះគឺជាខ្លឹមសាររបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Volker Turk ព្រួយបារម្ភយ៉ាងក្រៃលែងចំពោះការតម្កល់ការផ្ដន្ទាទោសលោកកឹមសុខាអតីតមេដឹកនាំបកប្រឆាំងនិងការផ្ដន្ទាទោសសកម្មជន33រូបផ្សេងទៀតដោយរួមមានទាំងសកម្មជនបកប្រឆាំងអ្នកការពារសិទ្ធិមនុស្សនិងអ្នកប្រើប្រាស់បណ្ដាញសង្គមផងការផ្ដន្ទាទោសនិងកំណត់ទោសទាំងនេះវាបង្ហាញឲ្យឃើញយ៉ាងច្បាស់កឡែតនៅភាពប្រឆាចពីច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងរដ្ឋបិទសំទោសនឹងរដ្ឋតែបង្កភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរមួយកម្រិតថែមទៀតចំពោះបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលមានស្រាប់ទៅហើយពាក់ព័ន្ធនឹងច្បាប់ព្រហ្មទណ្ឌកម្ពុជាដែលគេទាញឲ្យយឺតដោយកៅស៊ូនិងពាក្យពេចន៍ច្បាប់អត់ច្បាស់លាស់ព្រមទាំងការយកវាទៅអនុវត្តតាមតែទំនើងចិត្តលើអង្គការសង្គមស៊ីវិលអ្នកកាសែតនិងប្រជាពលរដ្ឋខ្មែរជាទូទៅខ្ញុំបើកវងកញ្ចក់តិចតទៅក្នុងកថាខណ្ឌនេះភាសារបស់អង្គការសហប្រជាជាតិនេះគឺធ្ងន់ណាស់បងប្អូនធ្ងន់មែនតើគឺគេនិយាយមកថាការដែលផ្ដន្ទាទោសកំណត់ទោសរបស់លើលោកកឹមសុខាដូចនឹងសកម្មជននយោបាយផ្សេងទៀតនឹងមានបរិស្ថានមាន23តុលាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានសុនស្រនសភាមានស្អីហ្នឹងគឺគេនិយាយថាវាធ្វើឲ្យឃើញនៅកាន់តែច្បាស់កឡែតអំពីភាពមិនស៊ីសង្វាក់គ្នាគឺប្រឆាចពីកន្លងនៃច្បាប់ស្តង់ដារសិទ្ធិមនុស្សអន្តរជាតិណាបងប្អូនអង្គការសហប្រជាជាតិគេនិយាយប្រាប់យើងអញ្ចឹងកម្រគេនិយាយអញ្ចឹងណាពួកគេនិយាយនឹងបានន័យថាយើងនឹងវាដល់ហើយធ្លាក់ផ្លូវហើយយើងដើរធ្លាក់ផ្លូវតែម្ដងហើយគឺគេប្រាប់យើងមកហ្នឹងគឺគេថាយើងធ្លាក់ជ្រោះហើយវាបង្កគ្រោះថ្នាក់កាន់តែធ្ងន់មកកម្រិតទៀតអាធ្ងន់ស្រាប់ហើយឥឡូវកាន់តែធ្ងន់ទៀតពាក់ព័ន្ធនឹងការដែលយកច្បាប់ក្រមព្រហ្មទណ្ឌយើងបកស្រាយបលិតយឺតដោយកៅស៊ូភាសានេះមិនមែនភាសារបស់អង្គការសហប្រជាជាតិអាពាក្យយឺតដោយកៅស៊ូហ្នឹងខ្ញុំជាអ្នកដែលសរសេរបកស្រាយទេដោយសារអីភាសារបស់អង្គការសហប្រជាជាតិគេថានៃរបស់ក្រមព្រហ្មទណ្ឌកម្ពុជាវាទលំទលាយពេកបានន័យថាម៉េចបងប្អូនវាដូចគ្នានឹងពាក្យយឺតដោយកៅស៊ូហ្នឹងតែទលំទលាយពេកគឺស្រេចចៅក្រមបកស្រាយស្រេចតាអាញាធរទាញឲ្យយឺតដោយកៅស៊ូចង់ក្របចាប់អ្នកសកម្មជនដាក់គុកបកស្រាយច្បាប់ដែលទលំទលាយពេកហ្នឹងដាក់គុកអស់អាហ្នឹងឯងដែលទាញច្បាប់ឲ្យយឺតដោយកៅស៊ូវាអត់មានឃើញ 2+2 4សោះវាដូចថា 2+2 អាច4សម្រាប់គណៈបកប្រឆាំងប៉ុន្តែ 2+2 ជាមួយគណៈបកកណ្ដាលអំណាចវាទៅជាប្រមាណក៏បានដែរស្រេចចង់បានវិញអាហ្នឹងឯងដែលអង្គការសហជីវជាតិគេមើលមកគេឃើញយើងមានបញ្ហាហើយបន្តទៀតគឺពាក្យពេចន៍នៃច្បាប់ហ្នឹងគឺវាអត់ច្បាស់លាស់បានន័យថាពាក្យញុះញង់ពាក្យស្អីហ្នឹងគឺប្រើគ្រប់រឿងស្អីក៏ញុះញង់ដែរដល់ចឹងទៅធ្វើឲ្យអ្នកណាក៏ជាប់គុកនឹងពាក្យញុះញង់ហ្នឹងដែរវាអញ្ចឹងណាអញ្ចឹងហើយបានជាគេប្រាប់ថាហើយមួយទៀតគឺដោយសារតែច្បាប់យើងទាញយឺតដោយកៅស៊ូ
គឺយើងចាប់មនុស្សតាមតែអំពើចិត្តបងប្អូនពាក្យថាចាប់មនុស្សតាមអំពើចិត្តនេះគឺបានតែកើតឡើងក្នុងរបបខ្មែរក្រហមទេវាអត់គួរកើតឡើងនៅក្នុងច្បាប់ប្រទេសមួយដែលមាននីតិរដ្ឋមានរដ្ឋធម្មនុញ្ញអីចឹងទេព្រោះខ្មែរក្រហមគឺយកមនុស្សទៅសម្លាប់ចោលតាមអំពើចិត្តគេចង់វាយគេចង់អត់បាយបង្អត់បាយយើងបង្អត់បាយអានឹងតាមអំពើចិត្តហ្នឹងគឺអញ្ចឹងទៅបងប្អូនអត់មានច្បាប់អត់មានទម្លាប់អីទេប៉ុន្តែខ្មែរយើងវាអញ្ចេះគេមិនធ្វើតាមអំពើចិត្តគ្រប់គ្នាទេគេធ្វើតាមអំពើចិត្តតែចំពោះអ្នកណាដែលប្រឆាំងរដ្ឋាភិបាលទេបើអ្នកស្របរដ្ឋាភិបាលគឺគេមិនធ្វើតាមអំពើចិត្តទេគេអនុគ្រោះគេអីច្រើនឥឡូវដល់ទី2គាត់ថាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សសុំស្នើឲ្យកម្ពុជាធ្វើយ៉ាងណាធានាឲ្យបានកិច្ចការពារចំពោះមតិរិះគន់និងការបញ្ចេញមតិដែលសមស្របតាមច្បាប់ជាជាងចាត់ទុករឿងនេះជាអំពើអក្រិតទៅវិញអង្គការសហជីវជាតិប្រាប់យើងថាកុំឲ្យយកអាការបញ្ចេញមតិហ្នឹងទៅជាបទអក្រិតណាជាការដែលអនុវត្តសិទ្ធិសេរីភាពប្រជាពលរដ្ឋទេឲ្យគាត់ប្រើប្រាស់ទៅហើយយើងទៅយកចាប់ទោសអូសដំណើរគ្នាគ្រប់រឿងចឹងងាប់ហើយគាត់ថាការធានានេះគឺដើម្បីការពារលំហសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដើម្បីធានាភាពឯករាជ្យរបស់ប្រព័ន្ធតុលាការនិងដើម្បីធានាឲ្យមានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌កាត់ក្តីនៅស្រុកខ្មែរយករយុត្តិធម៌យ៉ាងម៉េចបើចង់និយាយថាចៅក្រមកាត់ក្តីរំលាយគណៈបកសង្គ្រោះជាតិស្ទើរមនុស្សរបស់គណៈបកប្រជាជនហើយគណៈបកប្រជាជនអត់ចង់ឲ្យគណៈបកសង្គ្រោះជាតិហ្នឹងនៅទេព្រោះអីខ្លាចចាញ់ឆ្នោតហើយទៅកាត់ក្តីមិនកាត់ក្តីរឿងអញ្ចឹងអ្នកណាបានយុត្តិធម៌អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលរាល់ការផ្ដន់ទោសនិងកំណត់ទោសទណ្ឌថ្មីចុងក្រោយទាំងអស់នេះឲ្យអស់ហើយត្រូវដោះលែងលោកកឹមសុខាជាបន្ទាន់បាទភាសាគេហ្នឹងគឺដោះជាបន្ទាន់និងដោយឥតលក្ខខណ្ឌដោយទាំងអ្នកជាប់ឃុំផ្សេងទៀតដែលគេចាប់តាមតែអំពើចិត្តនិងដោយតាមតែអំពើចិត្តដោយអយុត្តិធម៌នឹងឲ្យពួកគាត់ដោះលែងនៅក្រៅឃុំអត់មានលក្ខខណ្ឌអីទាំងអស់ហើយចុងក្រោយគាត់ថាអាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការចោទប្រកាន់បន្ថែមទៀតដែលមានទម្រង់ប្រភេទនេះនិងគួរពិនិត្យមើលច្បាប់ព្រហ្មទណ្ឌកម្ពុជាឡើងវិញផងដើម្បីធានាឲ្យច្បាប់នេះស្របតាមច្បាប់ទំនៀមទម្លាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិតើអង្គការសហជីវជាតិត្រូវថ្លែងសារបែបនេះប្រមាណ100ដងទៀតដើម្បីឲ្យកម្ពុជាអាចជ្រាបបានហើយតើវាមានឥទ្ធិពលអីទេនៅពេលដែលអង្គការសហជីវជាតិថ្លែងសារបែបនេះបងប្អូនមួម៉ៅក្តៅកាហាយថាថ្លែងបានតសារកោកសឹកមកតដោកឆ្អែតតពុះកបីខ្ញុំចង់ជម្រាបជូនបងប្អូនចា៎ហើយកុំឲ្យចាញ់បោកអ្នកនយោបាយខ្មែរធ្វើគេហៅនយោបាយប្រជាពិធដ្ឋថាកម្ពុជាជារដ្ឋអធិបតេយ្យគេដោះស្រាយបញ្ហាអីគឺតឡាការគេឯករាជ្យវាអត់មានលុះក្រោមឥទ្ធិពលចំណុះរបស់អង្គការសហប្រជាជាតិឬក៏សហរដ្ឋអាមេរិកណាដែលជារដ្ឋដាច់ដទៃដែលមិនមែនជារដ្ឋអធិបតេយ្យកម្ពុជាទេបើចឹងអ្នកឯងជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាគឺជាការរំលោភរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយគឺជាការបំពានសពបែបយ៉ាងដែលធ្វើឲ្យសម្ដាប់ធ្នាប់ពិភពលោកនេះគឺវាប្រែប្រួលរកទិសតំបន់មិនកោះត្រៃមិនឃើញទេអាហ្នឹងកម្ពុជាអាចតបដូច្នេះហើយអាចបញ្យល់បងប្អូនថាគេកាត់ទោសគេធំទៅបងប្អូនមិនមែនសុកអង្គការសហជីវជាតិមកចង់ថ្កោលទោសរដ្ឋាភិបាលមួយទេអង្គការសហជីវជាតិនេះគេប្រយ័ត្នប្រយែងណាស់ព្រោះអីការដែលអង្គការសហជីវជាតិចាប់ផ្ដើមថ្លែងសារប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្សឬក៏មុខមាត់របស់ជាតិសាសន៍ណាមួយប្រទេសណាមួយហើយប្រទេសនោះគឺនឹងរងបញ្ហាសពបែបយ៉ាងទាំងសេដ្ឋកិច្ចទាំងទេសចរទាំងការវិនិយោគទាំងមុខមាត់ជាតិទាំងអីហេដ្ឋារចនាសម្ព័ន្ធទាំងអស់គឺនៅលើឆាកអន្តរជាតិគឺយើងនឹងប៉ះពាល់ហើយអ្នកណាដែលជាជនរងគ្រោះបងប្អូនប្រជាពលរដ្ឋទាំងជិត18លានអ្នកដែលជាជនរងគ្រោះព្រោះអីពេលដែលអង្គការសហជីវជាតិនិយាយបែបហ្នឹងសារបែបនេះគឺប្រទេសនៅទូទាំងពិភពលោកគឺគេដឹងទាំងអស់គ្នាគេថាប្រទេសកម្ពុជាប្រព្រឹត្តផ្ដេសផ្ដាសតាមអំពើចិត្តកាត់ក្តីគ្មានយុត្តិធម៌នៅពេលដែលយើងកាត់ក្តីគ្មានយុត្តិធម៌ក្នុងប្រព័ន្ធនយោបាយនេះណាតើក្រុមហ៊ុនណាអ្នកវិនិយោគណាគេចង់មករកស៊ីនៅស្រុកយើងមើលបងប្អូនសាកសួរតិចមើលបើយើងទៅដឹងថាប្រទេសមួយហ្នឹងណាតើយើងអត់មានសុំកលុំគ្នាជាមួយនឹងថ្នាក់ដឹកនាំឬក៏គណៈបកកណ្ដាលអំណាចឬក្រុមតុលាការទេទៅរកស៊ីបន្តិចទៀតហ្នឹងណាបិទក្រុមហ៊ុនបិទអីអញ្ចឹងទៅឬក៏អត់មានការដោះស្រាយអីព្រោះច្បាប់នឹងនៅលើមាត់នីតិមាត់អ្នកណាទៅចង់រកស៊ីជាមួយយើងបងប្អូនមានដែរក្រុមហ៊ុនក្បាលមិនជាប់ដីសំទុះក្បាលមិនជាប់មេជើងមិនជាប់ដីដែលនាំគ្នាទៅរកស៊ីគឺដើម្បីបោក
ប្រាស់កេងប្រវ័ញ្ចកម្លាំងពលកម្មខ្មែរយើងតនឱកាសមានគឺនាំគ្នាបំផ្លាញជាតិនេះទៅព្រោះអីគេទៅខ្វល់អីបងប្អូនគេទៅឲ្យតែឱកាសគេឆ្កែវាជជុះអាចតាកន្លែងសម្រាមហ្នឹងតានៅផ្លូវល្អមានអីលហិលហ្នឹងវាមិនហ៊ានទេព្រោះទម្លាប់សัตว์វាទៅជុះតាកន្លែងដែលមានសម្រាមមានអីកក្រិចនឹងឯងនិស័យគេសัตว์វាចឹងហើយដល់ពេលយើងបង្កើតឲ្យមានសម្រាមសម្រាប់ឆ្កែជុះអាចដាក់ហ្នឹងហើយទៅតើអ្នកដែលល្អឯណាដែលគេទៅរកស៊ីជាមួយយើងហើយដល់ពេលគេអត់រកស៊ីជាមួយយើងគេថាម៉េចអូមិនប៉ះក្បាលក្រុមគ្រួសារតកូលហ៊ុនឬក៏គណៈបកកណ្ដាលអំណាចហងមិនមកក៏ហើយទៅយើងរកស៊ីតែប្រជាពលរដ្ឋខ្មែរគ្នាឯងនេះក៏បានដែរវាមិនមែនអញ្ចឹងទេបងប្អូនអញ្ចឹងហើយបានជាក្រុមហ៊ុនសហគ្រាសធំពីរដ្ឋបរទេសដូចជានៅសហភាពអឺរ៉ុបនៅស្អីហ្នឹងក្រុមហ៊ុនដែលល្បីដែលចង់និយាយថាទៅឲ្យប្រាក់ខែយើងច្រើនហ្នឹងណាបោះវាជាឆ្ងាយហើយដល់អញ្ចឹងទៅយើងបានតែក្រុមហ៊ុនចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយប្រាក់ខែ200ឡើង204 206 210អីហ្នឹងគឺថានៅហ្នឹងអាគេឡើងទៅដល់ណាអស់ហើយយើងនៅបានប្រាក់ឈ្នួលប៉ុណ្ណឹងដោយសារអីវាសុទ្ធតែអ្នកដែលអញ្ចឹងវាអត់មានអ្នកណាគេផលិតផលិតផលគេដូចឡានទំនើបតែស្លាឬក៏ក្រុមហ៊ុនទំនើបធំគេអត់ហ៊ានដោយសារអីដោយសារស្ថានភាពមុខមាត់យើងបើយើងនិយាយឲ្យមែនតើណាគឺវាខាត់ប្រយោជន៍ជាតិទាំងមូលតែម្ដងនៅពេលដែលមុខមាត់ជាតិយើងត្រូវបានអង្គការសហប្រជាជាតិគេចាប់បើអាមេរិកថាតាមមួយម៉ាត់វាប៉ះពាល់ដល់តែសម្ព័ន្ធមិត្តអីអញ្ចឹងឯងព្រោះអាមេរិកណាមួយយើងដឹងហើយថាវាមិនមែនតំណាងឲ្យប្រទេសទាំងអស់លើពិភពលោកទេអង្គការសហប្រជាជាតិបានតំណាងឲ្យប្រទេសទាំង190ជាងនៅលើពិភពលោកហើយនៅពេលដែលអង្គការសហប្រជាជាតិគេថ្កោលទោសយើងណាបងប្អូនចាំមើលសារមុនហ្នឹងមានអ្នកណាទៀតសហភាពអឺរ៉ុបសុទ្ធតែទីផ្សារធំរបស់យើងទីផ្សារលក់ទំនិញទីផ្សារនាំផលិតផលរោងចក្រវិជ្ជាភ័ណ្ឌទីផ្សារនាំអីទៅ EU ហើយទៅអា GSP ហ្នឹងរបស់អាមេរិកហើយឥឡូវកាណាដាបារាំងអាល្លឺម៉ង់អេស្ប៉ាញសាធារណរដ្ឋឆែកចក្រភពអង់គ្លេសអូស្ត្រាលីគេកោតទោសយើងទាំងអស់បងប្អូនសាកប្រាប់ខ្ញុំមកវិញមើលថាតើយើងគិតថាបានផលអីបងប្អូននៅពេលដែលយើងមានហាងមួយដែលយើងបើកលក់ដូរថាលក់ចាប់រួយចោះហើយទៅស្រាប់តែអ្នកភូមិទាំងអស់គ្នាហ្នឹងអ្នកណាក៏គេដើរខ្សឹបប្រាប់គ្នាដែរកុំទៅទិញអាហាងហ្នឹងលក់របស់គីមីអូយពុលងាប់ហើយកូនអីហូបឬអាចឬអីងាប់ហើយបងប្អូនសាកគិតមើលតើយើងនឹងលក់កើតទេអាផលិតផលដែលយើងត្រូវលក់ហ្នឹងនឹងលក់កើតទេយើងគិតថាអេខ្វល់អីក្រុមអ្នកហ្នឹងឯងមិនទិញយើងទិញតែអ្នកចិត្តខាងនេះទៅក៏បានដែរយើងរស់តាមរបៀបយើងរស់ទៅវាមិនមែនចឹងទេសប្ងៃនេះគឺគេហៅថាសម័យសកលភាវូបនីយកម្មសម័យដែលយើងមានបច្ចេកវិទ្យាយើងត្រូវមានការប្រស្រ័យតាក់ទងគ្នាពីប្រទេសមួយទៅប្រទេសមួយយើងក៏ត្រូវការអឺរ៉ុបដើម្បីយើងនាំផលិតផលទៅផ្សារអឺរ៉ុប$4000 លានជាងនៅក្នុងមួយឆ្នាំណាបងប្អូនផលិតផលធ្វើដំណើរផលិតផលវាយនភ័ណ្ឌផលិតផលមានអង្គមានស្រូវមានអីផ្សេងទៀតហ្នឹងទៅអឺរ៉ុបជាង$4000 លានមកអាមេរិកដឹងប្រមាណទេ$12000 លានជិត$13000 លានទៅចក្រភពអង់គ្លេសទៅបារាំងទៅកាណាដាឥឡូវទាំងអស់នេះគេថ្កោលទោសយើងជាការពិតហើយយើងថាគេគ្រាន់តែថ្កោលទោសរឿងកម្មសខាតើមានតកតងអីនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាឯណាបងប្អូនគេអត់ចាំបាច់ដាក់ទណ្ឌកម្មយើងនេះគឺជាទណ្ឌកម្មផ្លូវចិត្តមួយយ៉ាងសម្បើមហើយដូចខ្ញុំនិយាយចឹងនៅពេលដែលគេនៅក្នុងភូមិគ្រប់គ្នាគេប្រាប់ថាតូបយើងហ្នឹងកុំទៅចូលព្រោះអូយអ្នករហូសអ្នកដែលលក់ចាប់រួយហ្នឹងគឺកក្រិចណាស់ស្មោកគ្រោកឬក៏ផ្ដេសផ្ដាស់ខ្វះការទទួលខុសត្រូវប៉ាតណាប៉ាតនៃលុយអាប់ប្រឡំអូយស្អីទេអញ៉ៃយើងចង់ទៅហ៎ដាច់ពោះស្លាប់ក៏យើងទៅរកតូបផ្សេងដែរព្រោះអីវាគឺតូបគេមានលក់ដែរវាសំខាន់គេលក់ល្អជាងយើងទៅទៀតសេវាយើងអន់ខូចឈ្មោះទៀតតើអ្នកណាអ្នកដាច់ពោះបងប្អូនម្ចាស់តូបហ្នឹងមិនដាច់ពោះទេព្រោះគាត់មានលុយមានអីសន្សំនោះងាប់រឿងគ្នាអ្នកដែលត្រូវរស់ដោយសារតូបចាប់រួយយើងផ្សេងទៀតដែលជាគ្រួសារនៅដក
ទាំងហើមដោយសារយើងធ្វើឲ្យគ្នាខ្លាយទៅជាចំណាប់ខ្មាំងប្រជាពលរដ្ឋ18លាននាក់ហើយយើងគិតថាអត់អីធ្វើតែមិនដឹងឥឡូវគេឈ្មោះយើងអាស្រូវនៅលើឆាកអន្តរជាតិហើយយើងកំពុងមានចំនួនជាមួយថៃនេះបងប្អូនពេលដែលយើងឆ្លោះគ្នាជាមួយថៃគឺយើងត្រូវការកម្លាំងទាំងជាតិយើងឲ្យត្រូវមូលមាត់គ្នាថាយើងថាកំពឹងបរទេសក៏បានដែរប៉ុន្តែស្រុកសប្ងៃនេះណាបើយើងគ្មានមិត្តភក្តិជាបរទេសទេគឺយើងដោះស្រាយបញ្ហាអត់បានរាល់ថ្ងៃអារឿងឈប់បាញ់គ្នានៅស្រុកខ្មែរណាបើកុំតែមានអាមេរិកលូកដៃអត់ទាន់បានឈប់បាញ់ដល់ឥឡូវដឹងបាញ់គ្នាខ្ទេចខ្ទីអស់តែប៉ុណ្ណាថៃយកអស់មកចំហៀងប្រទេសផងក៏មិនដឹងនេះបានអាមេរិកមកលូកដៃតិចទៅមានម៉ាឡេមានអីតិចទៅក៏បានបត់ឈប់បាញ់លើកទី2តើយើងជៀសបរទេសរួចទេជារដ្ឋអធិបតេយ្យយើងធ្វើអីមិនតែត្រណប់បរទេសទេគេដាក់ទោសដាក់ថ្កោលទោសអីថ្កោលទៅបងប្អូនមុខមាត់ជាតិយើងធំណាស់លើឆាកអន្តរជាតិសពថ្ងៃនេះផលិតផលអីក៏ដោយអ្នកណាក៏ផលិតបានដែរណាកុំភ្លេចប៉ុន្តែសួរថាលក់មានគេជាវអត់យើងមើលក្រុមអ្នកលក់លេមើលតែឧទាហរណ៍អ្នកលក់លេនៅស្រុកខ្មែរគ្នាប្រឹងណាស់មួយថ្ងៃអ្នកខ្លះនឹងខំប្រឹងអូយអត់មានពេលសម្រាកទេលោកឲ្យបាយនឹងក៏ live show នឹងដែរគឺថាស្អីបន្តិចក៏ live show បន្តិចលើកផលិតផលនឹងយកមកបង្ហាញដើម្បីជាការលក់ដូរផលិតផលគាត់ហើយសួរថាអ្នកដតីនឹងអត់លក់មែនសឹងតែគ្រប់ផុសសិតតែលក់ផលិតផលលេស្តៀងគ្នាឬក៏ផលិតផលអីស្តៀងគ្នាតើយើងធ្វើយ៉ាងម៉េចដើម្បីប្រកួតប្រជែងទីផ្សារគឺមុខមាត់របស់យើងផលិតផលយើងគេទុកចិត្តផលិតផលយើងគេជាវទៅអតិថិជនមិនរករឿងយើងមិនមានគេហៅការផ្ដាល់មតិពីអតិថិជនមកហើយដល់ពេលយើងចាប់ផ្ដើមលក់ដូចគេដូចឯងដែរហើយតែឥឡូវគេថាកុំចូលតូបហ្នឹងកុំទិញផលិតផលហ្នឹងខ្វះការទទួលខុសត្រូវប៉ាតណាប៉ាតណីគ្មានយុត្តិធម៌គ្មានអីតែយើងលក់ឈ្នះគេហ៎យើងច្បាស់ជានិយាយថាមិនលក់ឈ្នះហើយទៅឈប់លក់ដាច់ពោះរឿងគឺវានឹងអញ្ចឹងហើយអ្នកណាដាច់ពោះប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកមិនមែនក្រុមគ្រួសារអស់លោកដែលកាន់ប្រទេសនឹងទេទ្របអស់លោកចាយ100ជាតិទៀតក៏មិនអស់ដែរម្នាក់អូយទ្របច្រើនណាស់ប៉ុន្តែប្រជាពលរដ្ឋខ្វះខាតវេទនាអត់ទ្របហើយនឹងចពាក់បំណុលដែលយើងទៅខ្ចីគេយកមកខ្ជះខ្ជាយកជើធ្លុះណា$12,000 លានកូនក្មេងខ្មែរយើងកើតមកព្រិចចពាក់គេជិត$1,000អត់ដឹងខ្លួនសោះអត់បានចាយ1រៀលត្រូវសងគេដែរហើយសងហ្នឹងទៅយកបានតែបំពកក្រុមអុកញ៉ាមហាមត្រីណាខ្លួនឯងអ្នកក្រអត់បានចាយហើយត្រូវចពាក់គេទៀតពេលដែលរដ្ឋាភិបាលនឹងអស់ទៅរដ្ឋាភិបាលណាមកហ្នឹងគឺកម្ពុជាទាំង8 10លានអ្នកត្រូវសងលុយគេទាំង$12,000 លានដោយសារតែរដ្ឋាភិបាលសពថ្ងៃខ្ចីគេហើយតែអញ្ចឹងទៅយើងថាអត់អីផងអត់ទេយើងត្រូវពង្រឹងនីតិរដ្ឋយើងឡើងវិញដើម្បីឲ្យមុខមាត់យើងស្ដារទៅដើម្បីយើងរកស៊ីឲ្យគ្រាន់បើសំលុយសងបំណុលគេនឹងផងទី1យ៉ាងហោចក៏កាត់អាបំណុល$12,000 លានហ្នឹងឲ្យអស់ទី2ក៏ដើម្បីឲ្យជីវភាពប្រជាពលរដ្ឋយើងទាំង18លានអ្នកនឹងវាធូរហើយវាធូរគឺសប្ងៃគឺយើងត្រូវតាក់ទាញវិនិយោគិនឲ្យច្រើនចូលមកស្រុកយើងឲ្យគេសប្បាយរកស៊ីឥឡូវមិនត្រឹមតែអត់សប្បាយទេអា scam ហ្នឹងគឺធ្វើឲ្យបាក់ហ្មងយកលុយទៅទិញដីឡូអុកញ៉ាបោកយកលុយទៅទិញស្អីរ៉ស៊ីអីគេបោកយកលុយទៅដាក់នៅធនាគារឬគេបោកធនាគារឥឡូវធនាគារអត់បានលុយទៀតហើយ scam ហ្នឹងគូពេញផ្ទៃប្រទេសរឿងអាស្រូវហ្នឹងយើងគួរមានរឿងល្អថែមអត់មានទៀតមកចាញ់អារឿងឲ្យសហគមន៍អន្តរជាតិកោតទោសខ្ញុំនិយាយរឿងសេដ្ឋកិច្ចទេសចរមុខមាត់ប្រទេសកម្ពុជាយើងអាហ្នឹងគឺយើងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខខ្លោចផ្សាហើយអត់មានរឿងអីពិបាកសោះបើបងប្អូនគិតមើលបើនិយាយថាពិបាកនោះគឺប្រហែលជាអូយរុញថ្មដុំធំឡើងភ្នំអីអញ្ចឹងឬក៏ទូលឬក៏អត់អាលីងងាយបំផុតដោះលែងលោកកឹមសុខាឲ្យគាត់ចូលប្រកួតប្រជែងក្នុងឆាកនយោបាយវិញខ្លាចអីក៏ខ្លាចយ៉ាងនេះចុះបើយើងជាអ្នកដែលប្រកែអស្ចារ្យហេតុអីបានជាមិនប្រឡែងលោកកឹមសុខាឲ្យមកប្រកួតនៅក្នុងការបោះឆ្នោតមក Fight like a man កង់មកហាត់ទៅជឿឲ្យខាងគណៈបកប្រជាជនកម្ពុជានឹងសិតតែទលុកទលុន
bistắc lục lạ sẽ hành là si ấy tới hát tới lục cầm sự khả năng li hà khla ấy khla cái đuôi khla chạy bờ bẹ cụ ấy khla tới còn ta việc sầm khăn cứ ở tại dương phải tam phải chạy cái thế lăng lơ rinh mở bây giờ bớt chỉ tu tới cái mơ khơi nhá tháo krom nè thôm nè miên năng cái miên kru bảo vắc kru ấy bảo đốt bảo đá cái vắc hạt ấy năng cái stuột cái hộp sơ ta hamburger sơ ta sân để chặt sơ lục lạ sơ bít tắc phi long phi lê ấy kia tay khang đó lịch lục cầm giật ấy có thằng sale sọt ấy chẳng đang bàn hạt ấy cao tới mà váy mình nè cái ấy chứ nè ai làm ta hay ai bị chia bọt quạt nè chặt rồi nó bị chia bọt nè nè sầm hết lang ta nè na quan tro chặt hàng cái nè bạc chia chôn cam bị chia chặt à nè na chặt hàng lục cầm giật chặt à hay chăn nè ấy vay tới cùng bao sọ cùng bạc đọ găng cùng lụi bật phượng cùng lụi chung trời khai ấy khỏa hưởng chẳng sót nó khai ấy không chụp con ta chingol ពេលដែលលោកកម្មសខារួចពីពន្ធនាគារផុតពីបទចោទទី1មុខមាត់ជាតិយើងគឺប្រែ180ដឺក្រេភ្លាមដោយសារអីដោយសារតែសហគមន៍អន្តរជាតិឃើញដូចអ្នកស្រីអង្សានស៊ូជីនៅភូមាអ្នកណាមិនដឹងថាភូមានេះអាក្រក់សាហាវខុសគឺព្រីផ្សៃដុតមនុស្សទាំងរស់មនុស្សស្លាប់រាប់ពាន់នាក់ដោយសារតែរដ្ឋបហាយោធាឥឡូវនៅពេលដែលគេចាប់ផ្ដើមបទូបថយទោសអ្នកស្រីអង្សានស៊ូជីចាប់ផ្ដើមដោះលែងអ្នកទោសខ្លះអ្នកទោសមនសិការខ្លះឃើញពិភពលោកគេគិតទៅភូមិផ្សេងគេថាគេកែដែរតាចឹងលើកទឹកចិត្តតនកម្មដែលមានប្រមាណគឺចាប់ផ្ដើមពិចារណា